ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះព្រឹកឡើងមួយគាត់ទេមកកំងលហុងបានមកថោនជាងអញ្ចឹងជាសកម្មភាពដែលយើងបេះលហុងហើយយើងថ្លឹងដាក់លើគោយន្តអញ្ចឹងពុកម៉ែបងប្អូនយើងបេះចេញពីចកាតែម្ដងហើយយើងបានលីយកមកថ្លឹងស្រេចដាក់លើគោយន្តបែបហ្នឹងហើយចំនួន1តោនជាងវាយ៉ាងច្រើនដែរដោយសារលហុងពិបាកបេះដែរពុកម៉ែបងប្អូនលហុងបេះច្រើនកាត់ដាយយើងបើយើងអត់បានពាក់ស្រោមដាយទេវាកាត់ដាយយើងដាច់អស់ហើយបើសិនជាវាណក់ជ័រលើខ្លួនអីវាលមាស់ដែរពុកម៉ែបងប្អូនហ្នឹងហើយប៉ុន្តែយើងអ្នកចកាធ្វើម៉េចយើងធ្វើនឹងរាល់ថ្ងៃហើយអញ្ចឹងយើងធ្វើតទៀតទៅហើយយើងច្រកអីហើយយើងដឹកយកមកដាក់នៅផ្ទះរៀបនៅផ្ទះរងចាំម៉ួយអីអញ្ចឹងណាពុកម៉ែបងប្អូនយើងយកមកទង្រៀបហើយរាប់ថង់ឲ្យបានល្អទៅទម្រាបឲ្យបានស្អាតអញ្ចឹងទៅចំណុកយើងងាយស្រួលក្នុងការរាប់ចំនួនថង់ចំណុកគិតគីឡូក្នុងមួយថង់ហ្នឹងយើងច្រក20គីឡូអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងទៅយើងគិតគីឡូទៅយើងដឹងចំនួនតោនហើយយើងថ្លឹងហើយស្រេចអញ្ចឹងទៅហើយពេលនេះឡានម៉ួយមកចាំយកតែម្ដងផ្សារនេះដោយសារតែយើងបេះរៀងយូរម៉ួយគាត់មកឈួតឡាននៅចាំយកលហុងរបស់យើងអញ្ចឹងនេះលហុងជាការរបស់ខ្ញុំផ្ទាល់ពុកម៉ែបងប្អូនមិនបានទិញពីណាទេជាការខ្លួនឯងផ្ទាល់តែម្ដងជាការយើងដាំនៅមាត់ស្ទឹងសូមអរគុណ